ទាំងសមោលទាំងការកាត់ទាំងទិញនិចកាត់សម្រាប់ដៃថ្មីច្បាស់ជាអត់ទាន់ចេះចង់ដឹងកុំភ្លេចមើលហើយនឹងទស្សនាជាមួយនឹង admin នឹងអធិប្បាយហើយនឹងពន្យល់បែបលក្ខណៈច្បាស់បាទអត់ដែលលាក់លេមទេបាទសម្រាប់ជាងខ្លះគឺអត់លាក់លេមក្បាច់ប៉ុន្តែសម្រាប់ខ្ញុំគឺអត់លាក់លេមទេដៃថ្មីបាទក៏សួស្ដីដូចជាស្វាគមន៍មកវិលមកជួបជាមួយនឹងវីដេអូរបស់ admin ទៀតហើយក្នុងវីដេអូចែករំលែកពីតិចនិចកាត់សក់និងរបៀបកាត់សក់ជំហានដំបូងនៃការកាត់សក់គឺយើងត្រូវតែយល់ពីຂະຫນាតឬទម្រង់សក់ដែលយើងកាត់បន្ទាប់ពីយើងកំយល់ហើយយើងចាប់ផ្ដើមកំណត់មកដូចក្នុងវីដេអូហ្នឹងគឺយើងកំណត់ជាមួយនឹងពាក្យពុំលេខ2ការឈូសគឺយើងឈូសទុកទម្រង់ជាលក្ខណៈអក្សរ V ខាងក្រោយបន្ទាប់ពីយើងឈូសកំណត់ຂະຫນាតសក់ដែលយើងចង់កាត់ហើយយើងមកចាក់កាយឡាយដែលយើងហៅថាការឈូសផ្ដាច់ផ្នែកខាងក្រោមចោលបន្ទាប់មកគឺយើងសេរីធ្មេញមកទឿលេខ0ឲ្យវាតិចជា 0.5 យើងធ្វើការឈូសឬក៏កំណត់ដូចក្នុងវីដេអូមកហើយយើងសេរីពី 0.3 ឈូសពាក់កណ្ដាលទៅជាកន្លែង 0.5 ខាងក្រោមគឺលេខ0ពេញយើងមកលុបមួយម៉ាត់ស្នាមកោតូចដែលយើងកំណត់ជាមួយនឹងម៉ាស៊ីនច្រេបលេខ1សេរីថ្មីដូចគ្នាឈូសទៅខាងក្រោមលេខ2បានន័យថាអត់ដល់លេខ2ទៀតណាខាងក្រោមប៉ុន្តែយើងសេរីថ្មីវាណាបើកមកវិញឃើញអត់វាជាតិចនិចហើយនឹងជាវិធីសាស្ត្រមួយដែលជាងមួយចំនួននិយាយទៅគឺអាចនឹងជាងកាត់ខឹងអញ្ចឹងណាជាងមួយចំនួនគឺគាត់លាក់គាត់អត់ធ្វើវីដេអូពេញអញ្ចឹងទេអាហ្នឹងគឺយើងធ្វើទៅតាមលំដាប់វាណាយើងពាក់លេខ1ហើយយើងកាច់ថ្មិញទៅមកយើងពាក់ 0.5 ដូចគ្នាណាអាហ្នឹងគឺមួយកន្លះណាយើងឈូសទៅព្យាបនៅកន្លែងដើម្បីឲ្យសក់វាផ្សារពីខាងក្រោមព្យាបមួយលេខ2ណាដោយសារលេខ2យើងឈូសចំហៀនដំបូងគេដែលយើងកំណត់ຂະຫນាតសក់សង្ឃឹមថាពុកម៉ែបងប្អូនហើយនឹងជាងយល់បើសិនជាអត់យល់ទេខ្ញុំអត់ដឹងអធិប្បាយបែបណាទេដោយសារខ្ញុំអធិប្បាយបែបច្បាស់បាទល្អសម្រាប់ចែកជូនគឺខ្ញុំអត់លាក់ទេពីតិចនិចដើម្បីចេះទាំងអស់គ្នាព្យាយាមមើលនិងព្យាយាមធ្វើដើម្បីយើងចាំណាបើមិនជាយើងមើលអត់អនុវត្តគឺបានន័យថាស្មើនឹង0បន្ទាប់ពីយើងឈូសតែងអស់ហើយយើងចោះវាជាមួយកត្រៃណាបន្ទាប់មកយើងចិនវាសារថ្មីនៅចំណុចណាដែលវានៅខ្មៅបន្ទាប់មកយើងចាប់ផ្នែកខាងលើកាត់ជាលក្ខណៈ90ឬក៏45តាមទម្រង់សក់ដែលយើងចង់កាត់ឬក៏ຂະຫນាតសក់ដែលយើងបានកាត់អូខេឥឡូវយើងចាប់ផ្ដើមផ្លុំចាប់ម៉ូតសក់ហើយស្អាតមែនទែនបងប្អូនមកកុំភ្លេចជួយ comment និង share like follow page admin ម្នាក់មួយផងអរគុណច្រើន